សម្ដេចតេជោហ៊ុនសែនឧបត្ថម្ភប្រាក់ចំនួន$10,000និងទិញដីឲ្យគ្រួសារក្មេងស្រីសុនស្រីតីចៅស្រីតូចលក់ផ្កាដើម្បីសាងសង់ជម្រកនៅរសៀលថ្ងៃទី27ខែមេសាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ចៅស្រីសុនស្រីតីចៅស្រីតូចលក់ផ្កាបានជួបតាមការសន្យានៅភូមិគ្រឹះតាខ្មៅខេត្តកណ្ដាលសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងនៅលើ Page Facebook ផ្លូវការរបស់សម្ដេចនាល្ងាចនេះថាបន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារនិងការសិក្សារបស់ចៅគឺមានជីវភាពលំបាកកំពុងរស់នៅផ្ទះដែលជាផ្ទះបងឲ្យស្នាក់នៅបណ្ដោះអាសន្នស្ថិតនៅភូមិថ្មីគិរីរម្យឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូមួយគ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃដែលប្រាក់ចំណូលនិងសន្សំទាំងប្តីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះសម្ដេចតេជោបន្តថាគ្រួសារចៅស្រីតីមានសមាជិក5នាក់រួមមានឪពុកឈ្មោះសេងរិទ្ធអាយុ40ឆ្នាំមុខរបរអ្នកបោចវល្លិដកផ្សិតនិងស៊ីឈ្នួលប្រាក់ដំបូលផ្ទះម្ដាយឈ្មោះតិតមុំអាយុ44ឆ្នាំមុខរបរលក់ផ្កានិងចាប់ហួយបន្តិចបន្តួចលើភ្នំគិរីរម្យមានកូន3នាក់ក្នុងបន្ទុកក្នុងនោះ1ឈ្មោះសុនស្រីលក្ខភេទស្រីអាយុ16ឆ្នាំឈប់រៀនថ្នាក់ទី7 2ឈ្មោះសុនដេវីតភេទប្រុសអាយុ10ឆ្នាំរៀនថ្នាក់ទី3នៅសាលាដូងលើភ្នំគិរីរម្យ3ឈ្មោះសុនស្រីតីភេទស្រីអាយុ4ឆ្នាំចៅស្រីលក់ផ្កាមិនទាន់ចូលរៀនសម្ដេចបានឲ្យដឹងទៀតថាឪពុកម្ដាយចៅស្រីតីបានឲ្យដឹងថាចៅស្រីសុនស្រីតីជាកូនស្រីឆ្លាតចាប់ពីពេលចេះនិយាយមកគឺនិយាយច្រើនហើយតែងតែទាយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយក្នុងខណៈនៃការគោរពជម្រាបសម្ដេចតេជោចៅស្រីតីបានជជែកលេងជាមួយសម្ដេចតេជោជាច្រើនផងដែរដែលមកឃើញពីភាពលំបាកនៅក្នុងគ្រួសារក្មេងស្រីតីសម្ដេចតេជោហ៊ុនសែនបានផ្ដល់ប្រាក់ដុល្លារចំនួន$10,000និងប្រាក់រៀលចំនួន30លានរៀលដោយដាក់ចូលគណនីធនាគារឲ្យដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារចៅស្រីតីជាមួយគ្នានេះសម្ដេចតេជោក៏នឹងផ្ដល់1លានរៀលក្នុងមួយខែរយៈពេល3ឆ្នាំព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឲ្យនិងដីសម្រាប់ធ្វើចម្ការនៅក្រោមភ្នំគិរីរម្យជាប់ផ្លូវធំដែលអាចប្រកបរបរលក់ចាប់ហួយអាចធ្វើចម្ការនិងចិញ្ចឹមសត្វបានពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនទៅសាលារៀនដោយលោកសេងទៀងនឹងទទួលរៀបចំកិច្ចការនេះនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបោះឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ